កម្ពុជាប្រឆាំងដាច់ខាតទៅនឹងលបែងអនឡាញឬក៏បាទ scammer នៅទឹកដីកម្ពុជានៅមុននេះបន្តិចលោកឧបនាយករដ្ឋមន្ត្រីបាទប្រាក់សុខុនប្រមុខការទូតកម្ពុជានៅថ្ងៃទី14ខែមករានេះបានផ្ដល់បទសម្ភាសន៍ជាមួយនឹងសារព័ត៌មាន Reuters ជំវិញទៅនឹងប្រធានបទពាក់ព័ន្ធទៅនឹងការចាប់ខ្លួនលោកជេនស្រីថាគឺជាការឆ្លុះបញ្ចាំងអំពីការបដិញ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់កម្ពុជានៅក្នុងការប្រយុទ្ធប្រឆាំងទៅនឹងអក្រិតកម្ម online scam ហើយកម្ពុជាបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយនឹងប្រទេសដៃគូនៅក្នុងការបង្ក្រាបអក្រិតកម្មឆ្លងដែនជាពិសេសអក្រិតកម្មដែលប្រើប្រាស់បច្ចេកវិទ្យាថ្មីដូចជាអង្គការឆបោកតាមប្រព័ន្ធអនឡាញបងប្អូនគ្នានេះមិនមែនជារឿងរ៉ាវលេងសើចទេបាទពាក់ព័ន្ធទៅនឹងការ scammer បោកតាមអនឡាញនេះអ្នកដែលបានធ្លាប់លេងហ្គេមអនឡាញហ្នឹងគឺដឹងខ្លួនច្បាស់ហើយបាទលេងមិនដៃឈ្នះទេលេងដៃត្បូងហ្នឹងគឺឲ្យយើងឈ្នះបន្ទាប់មកគឺឲ្យយើងចាញ់ទាំងដែលយើងមិនអស់ចិត្តអ្នកខ្លះបាទប្រមូលលុយកាក់ប្រពន្ធកូនអ្នកខ្លះម៉ែឪអ្នកខ្លះយករបស់របរទៅប្រចាំប្លង់ដីធនាគារឲ្យដើម្បីអីចង់លេងហ្គេមមួយហ្នឹងបាទនៅតែចង់ឈ្នះអញ្ចឹងក៏ប៉ុន្តែលទ្ធផលចុងក្រោយអត់មានសល់ឲ្យទេគឺបានសល់ត្រឹមតែភាពសោកសៅបាទចុងក្រោយពីច្រើនគឺជ្រើសរើសនៅការសម្លាប់ខ្លួនបាទសម្រាប់ខ្លួនចងកអញ្ចឹងទៅដើម្បីបញ្ចប់ជីវិតនៅកម្ពុជាយើងក៏មានដែរពាក់ព័ន្ធទៅនឹងការចងកសម្រាប់ខ្លួននេះបងប្អូនដឹងហើយគឺបាទជារឿងរ៉ាវដ៏សោកសៅមែនទែនក៏ប៉ុន្តែយើងមិនអាចធ្វើអ្វីបានទេក៏ប៉ុន្តែយើងគ្រប់គ្រងទៅកាន់អាជ្ញាធរនៅក្នុងការបង្ក្រាប online scam ឬក៏លបែង online ខ្លាំងមែនទែន